សូមគោរពនឹងជម្រាបសួរថ្ងៃនេះយើងនឹងរៀនវិធីសាស្ត្រតកតងជាមួយនឹងការសម្រួលប្រភេទអញ្ចឹងជាទូទៅដើម្បីសម្រួលប្រភេទឲ្យមានភាពងាយស្រួលយើងគួរតែយកភាគយកនិងភាគបែងនឹងទៅចែកកត្តាបឋមជាមុនសិនហើយយើងដឹងហើយ4របស់យើងគឺជាភាគយកហើយ8គឺជាភាគបែងអញ្ចឹងយើងយក4ទៅចែកកត្តាបឋមទៅយើងបាន2 2 2 1ហើយនៅពេលដែលយើងយក8ទៅចែកកត្តាបឋមទៅយើងបាន2 4 2 2 2 1វិធីសាស្ត្រទី2របស់យើងនោះគឺយើងចាំបាច់ត្រូវតែធ្វើការសម្រួលប្រភេទណាដែលដូចគ្នាមានន័យថាសម្រួលរវាងភាគយកនិងភាគបែងលេខណាដែលដូចគ្នាគឺយើងសម្រួលចេញអញ្ចឹងជាស្ដែងនៅក្នុងចំណុចមួយនេះគឺយើងសង្កេតឃើញថា4ហ្នឹងយើងអាចសម្រួលបាន2 2ហើយ8យើងអាចសម្រួល2 2អញ្ចឹង4ដែលនៅសល់គឺលេខ1អញ្ចឹងយើងយកលេខ1ហ្នឹងទៅដាក់នៅភាគយកពីព្រោះ4ជាភាគយកហើយ8ហ្នឹងនៅសល់លេខ2អញ្ចឹងយើងយកលេខ2ហ្នឹងទៅដាក់ភាគបែងអញ្ចឹងលេខរបស់យើងគឺសម្រួលបានប៉ុណ្ណឹង